នៅពេលដែលលើពាក្យថា creator ខ្ញុំមានអារម្មណ៍ថាពាក្យហ្នឹងលយសម្រាប់នរណាម្នាក់ដែលគាត់មានឈ្មោះជា content creator ឬមួយក៏អ្នកផលិតមាតិកាអីផ្សេងៗតែបើសម្រាប់ការធ្វើវីដេអូបើនិយាយចំទៅគឺខ្ញុំធ្វើវីដេអូបានច្រើនដែរក៏ប៉ុន្តែវីដេអូភាគច្រើនរបស់ខ្ញុំគឺចេញទៅដោយសារតែខ្ញុំចូលចិត្តធ្វើហើយខ្ញុំធ្វើអីដែលវា random អត់មានគោលដៅច្បាស់លាស់អញ្ចឹងលើកនេះខ្ញុំទៅចូលរួមកម្មវិធី Creator Fest Season 2 ហ្នឹងគឺដើម្បីទៅស្ដាប់អ្នកដែលគាត់មានបទពិសោធន៍នៅក្នុងការធ្វើមាតិកាហើយមាតិការបស់គាត់ហ្នឹងបានជួយចែករំលែកក៏ដូចជាមានឥទ្ធិពលនៅក្នុងសង្គមអញ្ចឹងចូលរួមនៅក្នុងកម្មវិធីនេះមានប្រយោជន៍សម្រាប់ខ្ញុំដូចជា inspire ឲ្យខ្ញុំមានការខិតខំឬក៏បំផុសគំនិតក្នុងការធ្វើវីដេអូបន្ថែមទៀតដើម្បីឲ្យវីដេអូនីមួយៗហ្នឹងគឺចេញមកមានជាលទ្ធផលហើយក៏ដូចជាមានជាអ្វីមួយយ៉ាងដើម្បីផ្ដល់ទៅអ្នកមើលវិញអញ្ចឹងនៅក្នុងកម្មវិធីនេះដែរខ្ញុំពិតជាសប្បាយចិត្តមែនតើដែលបានទៅចូលរួមវាក៏ជា challenge របស់ខ្ញុំមួយដែរនៅក្នុងការព្យាយាមដាក់ខ្លួនឯងឲ្យទៅចូលរួមកម្មវិធីអីផ្សេងៗនៅក្នុងឆ្នាំហ្នឹងអញ្ចឹងខ្ញុំគិតថាខ្ញុំបានអាប់ដេតខ្លួនឯងបានមួយចំនួនដែរនៅក្នុងការចេញទៅខាងក្រៅជួបគេជួបឯងអីចឹងទៅអាហ្នឹងវាក៏ជាបេសកកម្មផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយនឹងការធ្វើវីដេអូផងដែរគឺអ្នកទាំងអស់គ្នាក៏ធ្លាប់ឆ្លងកាត់ដែរតាមរយៈការដែលទៅចូលរួមកម្មវិធីផ្សេងៗរបស់ខ្ញុំហ្នឹងក៏បាននាំឲ្យខ្ញុំទៅជួបបងរតដែលគាត់ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តប្រហាក់ប្រហែលនៅជាមួយនឹងខ្ញុំដែរគឺទាំងការធ្វើវីដេអូហើយនិងការទៅចូលរួមកម្មវិធីផ្សេងៗអញ្ចឹងខ្ញុំបានជួបគាត់នៅក្នុង event មួយផ្សេងទៀតកាលពីមុនហើយឥឡូវយើងក៏សម្រេចចិត្តបបួលគ្នាមកចូលរួមកម្មវិធីនេះជាមួយគ្នាអញ្ចឹងខ្ញុំក៏សប្បាយចិត្តដែលបានជួបគាត់ម្ដងទៀតFun more and kind of vlog remember the first time ដែលជួបបងរត the second time អូយបងរតឯងយុទ្ធនាគ្នាខ្ញុំមុនមួយថ្ងៃមែនមុនមួយថ្ងៃទោះបីជាអាយុតាណាគ្នាមែនប៉ុន្តែខ្ញុំនៅតែហៅគាត់បងដដែលដោយសារតែផ្អែកទៅលើចំណេះដឹងក៏ដូចជាការឲ្យតម្លៃគ្នាទៅវិញទៅមក